ព្រះយេស៊ូវបានចេញពីក្រុងយេរូសាឡិមទៅកាន់ស្រុកកាលីលេទ្រង់បានធ្វើដំណើរឆ្លងកាត់ស្រុកសាម៉ារីហើយបានទៅដល់អណ្ដូងទឹកមួយទ្រង់បានអស់កម្លាំងហើយបានគង់សម្រាកនៅឯអណ្ដូងទឹកស្ត្រីសាសសាម៉ារីម្នាក់បានមកដងទឹកព្រះយេស៊ូវបានសូមទឹកពីនាងសោយជាធម្មតាដោយសារតែពួកសាសយូដាពុំនិយាយជាមួយពួកសាសសាម៉ារីទើបស្ត្រីរូបនោះភ្ញាក់ផ្អើលព្រះយេស៊ូវបានមានបន្ទូលប្រាប់ស្ត្រីរូបនោះថាទ្រង់អាចប្រទានទឹកដែលធ្វើឲ្យនាងផឹកហើយមិនស្រេកទៀតឡើយទ្រង់បានមានបន្ទូលពន្យល់ថាទ្រង់គឺជាព្រះអង្គសង្គ្រោះទឹកដែលទ្រង់អាចប្រទានដល់នាងគឺជាទឹករស់នៃជីវិតដ៏នៅអស់កលបជានិច្ចស្ត្រីរូបនោះបានទៅឯទីក្រុងហើយបានប្រាប់មនុស្សជាច្រើនអំពីព្រះយេស៊ូវពួកគេក៏បានទៅឯអណ្ដូងទឹកហើយបានស្ដាប់ព្រះយេស៊ូវដោយខ្លួនពួកគេផ្ទាល់ពួកគេជាច្រើននាក់បានជឿលើព្រះបន្ទូលរបស់ទ្រង់នាម៉ឺនរបស់ពូសាសយូដាម្នាក់មានកូនប្រុសមួយជ្រុះធ្ងន់មនុស្សគ្រប់គ្នាបានគិតថាមិនយូរប៉ុន្មានកូនប្រុសរបស់គាត់នឹងស្លាប់បុរសនោះបានទុកកូនប្រុសរបស់គាត់នៅផ្ទះរួចធ្វើដំណើរយ៉ាងឆ្ងាយទៅកាន់ក្រុងកាណាគាត់បានឃើញព្រះយេស៊ូវគង់នៅទីនោះបុរសរូបនោះបានទូលសូមព្រះយេស៊ូវឲ្យយាងទៅព្យាបាលកូនប្រុសរបស់គាត់ព្រះយេស៊ូវបានមានបន្ទូលប្រាប់គាត់ថាកូនប្រុសគាត់នឹងបានជាសះស្បើយបុរសរូបនោះបានជឿព្រះយេស៊ូវហើយបានចាប់ផ្ដើមចេញដំណើរទៅផ្ទះវិញពួកអ្នកបម្រើគាត់បានមកជួបគាត់ពួកគេបានប្រាប់ថាកូនប្រុសគាត់មានសុខភាពប្រសើរជាងមុនហើយនឹងបន្តមានជីវិតគាត់បានសួរថាតើកូនប្រុសគាត់បានចាប់ផ្ដើមមានសុខភាពល្អវិញនៅពេលណាពួកគេបានប្រាប់គាត់នៅអ្វីដែលបានកើតឡើងវាបានកើតឡើងនៅពេលដំណើរគ្នាដែលព្រះយេស៊ូវបានមានបន្ទូលថាកូនប្រុសគាត់នឹងបានជាសះស្បើយបុរសរូបនោះបានដឹងថាព្រះយេស៊ូវគ្រីស្ទប្រោសកូនប្រុសគាត់ឲ្យបានជាគាត់និងក្រុមគ្រួសារបានជឿលើព្រះអង្គសង្គ្រោះព្រះយេស៊ូវបានយាងទៅក្រុងណាសារ៉េតជាទីក្រុងដែលទ្រង់បានចម្រើនព្រះជន្មធំឡើងព្រះយេស៊ូវបានយាងទៅក្រុងជំនុំជាព្រះវិហារដែលពួកសាសយូដាទៅថ្វាយបង្គំទ្រង់បានក្រោកឈរឡើងហើយអានបទគម្ពីរទ្រង់បានអានប្រសាសន៍របស់ព្យាការីអេសាយបានមានប្រសាសន៍ថាព្រះអង្គសង្គ្រោះនឹងយាងមកផែនដីហើយជួយសង្គ្រោះមនុស្សទាំងពួងនៅពេលព្រះយេស៊ូវបានបិទព្រះគម្ពីរហើយអង្គុយចុះមនុស្សទាំងអស់បានមើលទៅទ្រង់ព្រះយេស៊ូវបានមានបន្ទូលថាអេសាយបានមានប្រសាសន៍អំពីទ្រង់ថាទ្រង់គឺជាព្រះអង្គសង្គ្រោះមនុស្សទាំងអស់មានសេចក្តីឆ្ងល់យ៉ាងអស្ចារ្យអំពីបន្ទូលទ្រង់ដូច្នោះពួកគេពោលថាតើអ្នកនេះមិនមែនជាកូនយូសែបទេឬអីពួកគេពុំបានជឿថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះឡើយព្រះអង្គសង្គ្រោះជ្រាបអំពីអ្វីដែលពួកគេកំពុងគិតពួកគេចង់ឲ្យទ្រង់សម្ដែងអភូតហេតុបន្ទាប់ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថាទ្រង់នឹងមិនសម្ដែងអភូតហេតុឲ្យពួកគេឃើញនោះទេព្រោះពួកគេគ្មានសេចក្តីជំនឿលើទ្រង់ឡើយហេតុការណ៍នេះបានធ្វើឲ្យបណ្ដាជនខឹងយ៉ាងខ្លាំងពួកគេបាននាំព្រះយេស៊ូវទៅលើកំពូលភ្នំមួយហើយចង់ច្រានទ្រង់ទម្លាក់ពីលើនោះព្រះយេស៊ូវបានយាងគិតពីពួកគេហើយបានយាងទៅឯទីក្រុងមួយទៀតថ្ងៃមួយព្រះយេស៊ូវបានបង្រៀនមនុស្សពីលើទូកនៅឯឆ្នេរសមុទ្រកាលីលេ
ទូកនោះជារបស់បុរសម្នាក់ឈ្មោះពេត្រុសព្រមទាំងមិត្តភ័ក្តិរបស់គាត់បាននេសាទត្រីពេញមួយយប់ដោយចាប់ត្រីពុំបានសោះបន្ទាប់ពីព្រះយេស៊ូវបានបញ្ចប់ការបង្រៀនទ្រង់បានមានបន្ទូលប្រាប់ពេត្រុសឲ្យចែវទូកទៅកាន់ទឹកជ្រៅបន្ទាប់មកទ្រង់បានមានបន្ទូលប្រាប់ពេត្រុសនិងមិត្តភ័ក្តិរបស់គាត់ឲ្យទម្លាក់សំណាញ់ទៅក្នុងទឹកពួកគាត់ដាក់ជាប់បានត្រីសន្ធឹករហូតដល់សំណាញ់ចាប់ផ្ដើមរហែកពេត្រុសបានហៅមិត្តភ័ក្តិរបស់គាត់ដែលនៅលើទូកមួយទៀតឲ្យមកជួយទូកទាំងពីរពេញទៅដោយត្រីហើយចាប់ផ្ដើមលិចពេត្រុសនិងមិត្តភ័ក្តិរបស់គាត់មានសេចក្តីអស្ចារ្យពួកគាត់បានដឹងថាព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យហេតុការណ៍នេះកើតឡើងពេត្រុសបានលុបជង្គង់ចុះនៅទីព្រះបាទរបស់ព្រះអង្គសង្គ្រោះគាត់បានពោលថាគាត់មិនស័ក្តិសមនឹងនៅក្បែរព្រះយេស៊ូវឡើយព្រះយេស៊ូវបានមានបន្ទូលប្រាប់ពេត្រុសកុំឲ្យភ័យឡើយមិត្តភ័ក្តិរបស់ពេត្រុសពីរនាក់យ៉ាកូបនិងយ៉ូហានគឺជាបងប្អូនប្រុសនឹងគ្នាក៏បានជាអ្នកជំនឿរាប់ត្រីដែរពួកគាត់ក៏បានចូលមកជួយផងព្រះយេស៊ូវបានហៅពេត្រុសយ៉ាកូបនិងយ៉ូហានឲ្យដើរតាមទ្រង់ហើយធ្វើជាអ្នកនេសាទមនុស្សវិញបុរសទាំង3នាក់នោះលះបង់អ្វីគ្រប់យ៉ាងដែលពួកគាត់មានហើយបានទៅជាមួយព្រះយេស៊ូវព្រះអង្គសង្គ្រោះក៏បានសុំឲ្យបុរសឯទៀតដើរតាមទ្រង់ដែរព្រះយេស៊ូវបានជ្រើសរើសសាវក12រូបដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់បានអធិដ្ឋានពេញមួយយប់ដើម្បីទ្រង់អាចជ្រើសរើសបុរសដ៏ត្រឹមត្រូវលុះព្រឹកឡើងទ្រង់បានជ្រើសរើសហើយតែងតាំងបុរស12រូបដោយប្រទានដល់ពួកគេនូវបព្វជិតភាពនិងសិទ្ធិអំណាចដើម្បីធ្វើជាសាវកពួកសាវកបានធ្វើដំណើរទៅកាន់ទីក្រុងជាច្រើនពួកគាត់បានបង្រៀនដំណឹងល្អហើយព្យាបាលមនុស្សពួកគាត់បានត្រឡប់មកវិញដើម្បីទូលប្រាប់ព្រះយេស៊ូវនៅអ្វីដែលពួកគាត់បានធ្វើថ្ងៃមួយព្រះយេស៊ូវបានបង្រៀនពួកសិស្សទ្រង់អំពីដំណឹងល្អនៅលើជម្រាលភ្នំក្បែរសមុទ្រកាលីលេទ្រង់បានមានបន្ទូលប្រាប់ពួកគាត់អំពីរបៀបរស់នៅដើម្បីអាចរីករាយហើយរស់នៅជាមួយព្រះវរបិតាស៊ូម្ដងទៀតសេចក្តីដែលទ្រង់បានបង្រៀនពួកគាត់ក៏អាចធ្វើឲ្យយើងរីករាយដែរព្រះយេស៊ូវបានមានព្រះបន្ទូលថាយើងគួរតែមានចិត្តសុភាពរាបសារអត់ធ្មត់ហើយមានឆន្ទៈគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌យើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើជាមនុស្សសុចរិតយើងគួរតែអត់ទោសដល់មនុស្សដែលបានធ្វើឲ្យយើងឈឺចាប់ឬធ្វើឲ្យយើងអាក់អន់ចិត្តប្រសិនបើយើងអត់ទោសដល់ពួកគេនោះព្រះវរបិតាសួគ៌ក៏នឹងអត់ទោសដល់យើងដែរយើងគួរតែធ្វើជាអ្នកផ្សះផ្សាយស្រឡាញ់មនុស្សដទៃហើយជួយមនុស្សគ្រប់គ្នាឲ្យស្រឡាញ់គ្នាទៅដិនទៅមកយើងមិនគួរខ្លាចក្នុងការប្រាប់ដល់មនុស្សដទៃអំពីដំណឹងល្អឬបង្ហាញពួកគេថាយើងស្រឡាញ់ព្រះវរបិតាសួគ៌ឡើយនៅពេលមនុស្សដទៃឃើញយើងប្រព្រឹត្តល្អវានឹងជួយពួកគេឲ្យជឿលើព្រះដែរយើងគួរតែរក្សាសេចក្តីសន្យាយើងជានិច្ចហើយគឺដូចយើងចង់ឲ្យមនុស្សដទៃមានចិត្តល្អចំពោះយើងយ៉ាងណានោះយើងគួរតែមានចិត្តល្អចំពោះពួកគេវិញយ៉ាងនោះដែរព្រះយេស៊ូវបានមានព្រះបន្ទូលថាប្រសិនបើយើងប្រព្រឹត្តដូចនេះយើងនឹងមានចិត្តរីករាយព្រះវរបិតាសួគ៌នឹងប្រទានពរយើងហើយយើងនឹងរស់នៅជាមួយទ្រង់ម្ដងទៀតព្រះយេស៊ូវបានត្រាស់បង្រៀនពួកសិស្សរបស់ទ្រង់អំពីរបៀបអធិស្ឋានទ្រង់បានមានព្រះបន្ទូលថាមនុស្សខ្លះអធិស្ឋានគ្រាន់តែដើម្បីឲ្យមនុស្សដទៃឃើញគេអធិស្ឋានប៉ុណ្ណោះព្រះយេស៊ូវបានបង្រៀនថាប្រសិនបើអាចធ្វើទៅបានយើងគួរតែពោលពាក្យអធិស្ឋានផ្ទាល់ខ្លួននៅទីកន្លែងដែលយើងនៅម្នាក់ឯងទ្រង់បានមានព្រះបន្ទូលថាមនុស្សខ្លះពោលពាក្យដដែលនៅពេលពួកគេអធិស្ឋានពួកគេពិតជាពុំយល់អំពីអ្វីដែលពួកគេថ្លែងឡើយព្រះយេស៊ូវមានបន្ទូលថាយើងគួរតែអធិស្ឋានដោយអស់ពីចិត្តទូលសុំអ្វីដែលយើងត្រូវការព្រះអង្គសង្គ្រោះបានអធិស្ឋានដើម្បីបង្ហាញដល់ពួកសិស្សរបស់ទ្រង់អំពីរបៀបអធិស្ឋានទ្រង់បានចាប់ផ្ដើមដោយមានបន្ទូលថាឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយទ្រង់បានមានបន្ទូលសរសើរដំកើងព្រះវរបិតាសួគ៌ហើយទូលសូមជំនួយពីទ្រង់បានមានបន្ទូលថាអាមែន
នៅចុងបញ្ចប់នៃសេចក្តីអធិដ្ឋានរបស់ទ្រង់ក្រោយមកព្រះយេស៊ូវបានមានបន្ទូលប្រាប់ឲ្យពួកសិស្សទ្រង់អធិដ្ឋានទៅកាន់ព្រះវរបិតានៅក្នុងព្រះនាមរបស់ទ្រង់បានសន្យាថាព្រះវរបិតាសួរនឹងឆ្លើយតបការអធិដ្ឋានរបស់ពួកគេព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់កំពុងនៅលើទូកនៅឯសមុទ្រកាលីលេព្រះយេស៊ូវបានផ្ទុំលក់ខ្យល់បានចាប់ផ្ដើមបោកបក់មកយ៉ាងខ្លាំងរីឯរលកបានធ្វើឲ្យទូកពេញដោយទឹកពួកសិស្សបានភិតភ័យថាទូកនឹងលិចពួកគេបានដាស់ព្រះយេស៊ូវឲ្យតើនឡើងហើយបានសូមជំនួយពីទ្រង់ព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ឲ្យខ្យល់និងរលកឈប់ទៅខ្យល់បានឈប់ហើយសមុទ្រក៏បានស្ងប់ទៅព្រះយេស៊ូវបានសួរពួកសិស្សអំពីមូលហេតុដែលពួកគេបានភិតភ័យទ្រង់បានមានព្រះបន្ទូលថាពួកគេគួរតែមានសេចក្តីជំនឿឲ្យបានកាន់តែច្រើនពួកគេបានឆ្ងល់ថាតើបុរសនេះជានរណាដែលអាចបញ្ជាសូម្បីតែខ្យល់និងសមុទ្រយ៉ាងនេះបុរសម្នាក់ដែលរស់នៅឯទីស្មសានលើឆ្នេរសមុទ្រកាលីលេបានមានអារក្សអាសោចចូលដែលបានធ្វើឲ្យគាត់សម្ដែងកាយវិការយ៉ាងកំណាចអ្នកស្រុកបានចងគាត់ដោយច្រវាក់ក៏ពុំបានផងបុរសនោះបាននៅឯភ្នំនិងរូងភ្នំទាំងថ្ងៃទាំងយប់ជានិច្ចគាត់បានស្រែកខ្លាំងៗហើយយកថ្មមកអាសាច់ខ្លួនឯងថ្ងៃមួយព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់បានជិះទូកឆ្លងកាត់សមុទ្រកាលីលេកាលព្រះអង្គសង្គ្រោះបានយាងចេញពីទូកបុរសនោះក៏រត់ទៅឯទ្រង់ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ឲ្យអារក្សចេញពីខ្លួនមនុស្សនេះទៅអារក្សបានដឹងថាព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះវាបានទទូចអង្វរទ្រង់កុំឲ្យធ្វើបាបវាកាលព្រះអង្គសង្គ្រោះមានបន្ទូលសួរឈ្មោះរបស់វាឆ្លើយថាទូលបង្គំឈ្មោះកងទ័ពដែលមានន័យថាគ្នាច្រើនមានវិញ្ញាណអារក្សជាច្រើនសន្ធិដ្ឋនៅក្នុងបុរសនោះពួកវាបានទទូចអង្វរព្រះយេស៊ូវអនុញ្ញាតឲ្យវាចូលទៅជ្រកក្នុងសត្វជ្រូកនៅក្បែរនោះព្រះយេស៊ូវបានយល់ព្រមវិញ្ញាណអារក្សបានចេញពីបុរសនោះហើយបានចូលទៅជ្រកក្នុងជ្រូកប្រមាណ 2000 ក្បាលជ្រូកទាំងនោះបានរត់ចុះទីភ្នំចូលក្នុងសមុទ្រហើយបានលង់ទឹកស្លាប់អស់ទៅពួកគង្វាលជ្រូកគេរត់ទៅឯទីក្រុងហើយបានប្រាប់ប្រជាជនអំពីហេតុការណ៍ដែលបានកើតឡើងប្រជាជនក៏បានមកហើយឃើញព្រះយេស៊ូវនិងបុរសកំណាចនោះប៉ុន្តែបុរសនោះមិនកំណាចទៀតឡើយបុរសដែលទ្រង់បានប្រោសនោះក៏សូមទៅជាមួយនឹងទ្រង់ព្រះអង្គសង្គ្រោះមានបន្ទូលប្រាប់គាត់ឲ្យទៅផ្ទះវិញហើយប្រាប់បងប្អូនគាត់អំពីអ្វីដែលបានកើតឡើងចំពោះគាត់បុរសនោះបានប្រាប់បងប្អូនគាត់ហើយពួកគេក៏មានសេចក្តីអស្ចារ្យក្នុងចិត្តថ្ងៃមួយព្រះយេស៊ូវកំពុងបង្រៀនមនុស្សមួយក្រុមនៅក្នុងផ្ទះមួយបុរស 4-5 នាក់បានសែងមិត្តរបស់ពួកគេដេកលើគ្រែទៅជួបព្រះយេស៊ូវមិត្តរបស់ពួកគេមានជំងឺស្លាប់ដៃស្លាប់ជើងបុរសទាំងនោះពុំអាចយកគាត់ចូលទៅក្នុងផ្ទះបានទេព្រោះមនុស្សច្រើនពេកបុរសទាំងនោះបាននាំយកមិត្តរបស់ពួកគេទៅលើដំបូលពួកគេបានរើដំបូលខ្លះចេញហើយបានសម្រូតមិត្តរបស់ពួកគេទៅក្នុងផ្ទះកាលទ្រង់ទាត់ឃើញសេចក្តីជំនឿដ៏អស្ចារ្យរបស់បុរសទាំងនេះព្រះយេស៊ូវមានបន្ទូលទៅកាន់បុរសមានជំនឿថាបាបគាត់បានអត់ទោសឲ្យហើយទ្រង់មានបន្ទូលប្រាប់គាត់ថាឲ្យយកគ្រែគាត់ហើយទៅផ្ទះវិញទៅបុរសនោះក៏បានក្រោកឡើងគាត់បានជាសះស្បើយគាត់ក៏បានយកគ្រែរបស់គាត់ហើយដើរទៅផ្ទះវិញទៅគាត់មានអំណរគុណដល់ព្រះខ្លាំងណាស់ថ្ងៃមួយយ៉ៃរ៉ូសជាមេសាឡាបានក្រាបនៅទៀបនឹងព្រះបាទព្រះអង្គសង្គ្រោះយ៉ៃរ៉ូសបានទូលទ្រង់ថាកូនស្រីអាយុ12ឆ្នាំរបស់គាត់ឈឺជាទម្ងន់
គាត់បានទូលអង្វរព្រះយេស៊ូវយាងទៅប្រទានពរឲ្យនាងគាត់បានជឿថាព្រះយេស៊ូវអាចធ្វើឲ្យនាងប្រសើរឡើងបានព្រះយេស៊ូវបានយាងតាមក្រោយយ៉ៃរ៉ូសទៅផ្ទះរបស់គាត់ប៉ុន្តែទ្រង់បានឈប់ដើម្បីនឹងប្រោសស្ត្រីម្នាក់ឲ្យជាកាលទ្រង់កំពុងមានបន្ទូលនឹងស្ត្រីនោះមានគេមកប្រាប់យ៉ៃរ៉ូសថាយឺតពេលហើយកូនស្រីគាត់បានស្លាប់ហើយព្រះយេស៊ូវបានព្រះសណ្ដាប់ឮពាក្យទាំងនោះព្រះយេស៊ូវមានបន្ទូលប្រាប់យ៉ៃរ៉ូសថាកុំឲ្យភ័យឡើយប៉ុន្តែចូលជឿចុះក្រោយមកព្រះយេស៊ូវបានយាងជាមួយយ៉ៃរ៉ូសទៅផ្ទះរបស់គាត់មានមនុស្សច្រើនពេញផ្ទះកំពុងយំដោយសារតែក្មេងស្រីតូចនោះបានស្លាប់ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេថាក្មេងស្រីនេះមិនមែនស្លាប់ទេគឺវាដេកលក់ទេតាគេក៏សើចលក់លើដាក់ទ្រង់ពួកគេប្រកាសណាស់ថាក្មេងស្រីនោះបានស្លាប់ហើយព្រះអង្គសង្គ្រោះបានឲ្យមនុស្សគ្រប់គ្នាចេញទៅក្រៅទុកតែពួកសិស្សយ៉ៃរ៉ូសនិងភរិយារបស់យ៉ៃរ៉ូសប៉ុណ្ណោះពួកគេបានទៅក្នុងបន្ទប់ដែលកូនស្រីនោះដេកព្រះយេស៊ូវបានចាប់ដៃក្មេងស្រីនោះទ្រង់មានបន្ទូលប្រាប់នាងឲ្យក្រោកឡើងស្រាប់តែនាងក៏ក្រោកឡើងដើរទៅឪពុកម្ដាយរបស់នាងមានក្តីរំភើបយ៉ាងខ្លាំងព្រះយេស៊ូវបានមានបន្ទូលហាមមិនឲ្យអ្នកណាដឹងពីរឿងនេះឲ្យសោះរួចទ្រង់ក៏មានបន្ទូលឲ្យឪពុកម្ដាយនាងយកអ្វីៗមកឲ្យនាងបរិភោគ